Các đam sọ ám nơi hàng cái tia sẵn ánh cứ chuột nơi bành ha chỉ tràn đôi chia ở bành ha sẵn ớt nhưng chủng ngữ bành ha cá thiết hay nâng bành ha ca pra chân này từ lơ tham nâng cộng làng bộ là cảm tràn bắt đôi dương đam nơi hàng không tia sẵn ánh tê nơi hàng không tia sẵn ánh cứ miền tia sẵn ánh ca pia pi bộ sẵn ớt chẳngไรnâng bành ha cá thiết hay có ai chặn mình thôi nếu chi tham cả cam ban phòng nàyហើយការដាំសំណាំសសពអាមនៅខាងកើតផ្ទះសំណាញ់បើសិនជាយើងដាំដោយការមើលថែបាទល្អមានន័យថាការប្រើប្រាស់ថ្នាំកសិកម្មគឺច្រើនជាងមុនហើយទាមទារឲ្យយើងផ្ដោតទៅលើការមើលថែច្រើនហើយជាពិសេសនោះគឺបើសិនជាដីរបស់យើងដាំសសពអាមអត់ប្រើនៅថង់ប្លាស្ទិកគ្របពីលើដីទេវាអាចនឹងធ្វើឲ្យមានស្មៅហើយការដាំដំណាំគឺយ៉ាប់ជាងមុនទៀតហើយការដាំសសពអាមបើសិនជាដាំនៅខាងក្រៅគឺជួបនៅបញ្ហាទាំង3ហ្នឹងទី1ហ្នឹងគឺបញ្ហាសត្វល្អិតនិងជំងឺចំពោះបញ្ហានេះដែរគឺមិនថាដំណាំណាក៏ជួបច្រើនដែរប៉ុន្តែចំពោះត្រសក់ផ្អែមគឺអាចនឹងជួបច្រើនជាងគេជាពិសេសហ្នឹងគឺពពួករុយសពពួកត្រេបពពួកផ្សិតម្សៅអីផ្សេងគឺបាទវាជួបច្រើនហើយបញ្ហាទាំងអស់នេះយើងបាញ់វីនកាក៏ទប់ស្កាត់អត់ជាប់ដែរលុះត្រាតែយើងប្រើប្រាស់ជាប្រភេទគីមីបន្ថែមពីលើទៀតហើយគឺយើងប្រើញឹកញាប់ជាងមុនអាចសង្ឃថាបាញ់រាល់ថ្ងៃអីចឹងទៅហើយចំពោះបញ្ហាទី2គឺបញ្ហាកតាសត្វល្អិតហើយចំពោះបញ្ហាទី2គឺកតាអាកាសធាតុចំពោះត្រសក់ផ្អែមនេះដែរអាកាសធាតុបើសិនជានៅរដូវវស្សាគឺរៀងពិបាកដាំទី1វាអាចនឹងបង្កឲ្យកើតជាមេរោគដែលមាននៅក្នុងដីហើយទី2វាធ្វើឲ្យកើតមានពពួកសត្វល្អិតចង្រៃយីច្រើនហើយទី3នោះគឺបញ្ហាជំងឺផ្សិតជាដើមវាកើតមានឡើងនៅពេលដែលមានសំណើមខ្លាំងហើយមួយទៀតនោះគឺការដាំដំណាំសក់ផ្អែមនៅខាងក្រៅគឺអាចនឹងបើសិនជាដីខ្លះគឺវាជាប់ទឹកអញ្ចឹងការដាំអីគឺវាអាចនឹងជួបបញ្ហាផ្សិតជាចម្បងធ្វើឲ្យរលួយឬរលួយកុលអីជាដើមហើយចំពោះបញ្ហាទី3គឺទាក់ទងទៅនឹងការប្រើប្រាស់ជីថ្នាំកសិកម្មនិងកម្លាំងពលកម្មអញ្ចឹងការប្រើប្រាស់ទៅលើថ្នាំគឺយើងប្រើប្រាស់ញឹកញាប់ជាងមុនអញ្ចឹងអាចថាបាញ់សឹងរាល់ថ្ងៃដោយសារតែសត្វល្អិតគឺវាមានអចេះចប់ទេហើយការបាញ់ថ្នាំនេះទៀតសោតបើយើងប្រើគីមីបាញ់ទៅលើដំណាំរបស់យើងប្រើតែមួយប្រភេទក៏អាចទប់ស្កាត់បានដែរដោយសារតែគីមីបើសិនជាយើងប្រើដដែលគឺវាធ្វើឲ្យសត្វល្អិតនោះវាស៊ាំទៅនឹងថ្នាំគីមីមួយនោះហើយយើងបាញ់លើកក្រោយទៀតគឺវាលែងមានប្រសិទ្ធភាពហើយលុះត្រាតែយើងបាញ់ឆ្លាស់អញ្ចឹងគឺថាក្នុងសប្តាហ៍នេះយើងបាញ់ថ្នាំនេះទៅលើសត្វល្អិតនឹងទៅហើយសប្តាហ៍ក្រោយគឺយើងបាញ់ថ្នាំផ្សេងមានន័យថាជាប្រភេទកម្ចាត់សត្វល្អិតដូចគ្នាប៉ុន្តែគឺវាកម្រិតនៃការសម្លាប់សត្វល្អិតគឺវាខុសគ្នាអញ្ចឹងហើយការបាញ់ថ្នាំឆ្លាស់ក៏វាអាចជួយកាត់បន្ថយសត្វល្អិតបានច្រើនដែរប៉ុន្តែគឺយើងនៅតែប្រើញឹកញាប់ជាងមុនហើយមួយវិញទៀតការដាំដំណាំនៅខាងក្រៅបើសិនជាដល់ក្នុងដំណាក់កាលនៃចេញផ្លែផ្កាគឺជួបទៅនឹងបញ្ហាបន្តទៀតនោះគឺបញ្ហារុយចោះផ្លែជាដើមអញ្ចឹងអាចនឹងធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងផ្លែហើយមួយវិញទៀតចំពោះបញ្ហាផ្សិតការប្រើប្រាស់ថ្នាំត្រៃកូរ៉ូម៉ាគឺអាចជួយទប់ស្កាត់បានមួយកម្រិតប៉ុន្តែគឺมันអាចបានទាំងស្រុងនោះទេចំពោះផ្សិតនេះគឺវារីករាលដាលខ្លាំងលឿនខ្លាំងមែនតើអញ្ចឹងបើសិនជាយើងអត់ទប់ស្កាត់ឲ្យបានលឿនអត់ទប់ស្កាត់ឲ្យបានត្រឹមត្រូវទេក៏វាមានហានិភ័យអាចឆ្លងលឿនខ្លាំងមែនតើដូច្នេះហើយទាមទារឲ្យការប្រើគឺប្រើជាប្រភេទមេតាឡាក់ស៊ីលបាញ់បន្ថែមពីលើទៀតប៉ុន្តែខុសពីនៅក្នុងផ្ទះសំណាញ់គឺយើងប្រើគីមីតែម្ដងគឺយើងអាចមកជំនួសប្រើជាវីនីកាបាញ់ពីមួយសប្តាហ៍ម្ដងឬក៏3ថ្ងៃម្ដងក្រោយពីយើងបាញ់ថ្នាំគីមីអញ្ចឹងនៅក្នុងផ្ទះសំណាញ់គឺអាចការពារសត្វល្អិតអាចការពារពីកត្តាអាកាសធាតុហើយជាពិសេសនោះគឺអាចគ្រប់គ្រងទឹកបានហើយមួយវិញទៀតបញ្ហាទៅនឹងជំងឺបញ្ហាទៅនឹងសត្វល្អិតអីក៏អត់សូវមានច្រើនដូចនៅខាងក្រៅដែរបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅកាន់ពុកម៉ែបងប្អូនគ្នាហើយបើសិនជាពុកម៉ែបងប្អូនគ្នាមានចម្ងល់អីក៏អាចខមមិននៅខាងក្រោមវីដេអូនេះបានហើយយើងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ